សុស្ដីបងប្អូនមានធ្លាប់ឆ្ងល់ថានៅសុកពេលខ្លះទូរស័ព្ទរបស់យើងវា slow ខ្លាំងបានន័យថាវាដូចគាំងណាបងប្អូនបាទអញ្ចឹងវាគាំងបងប្អូនឆ្ងល់ថាទេមិនយាយទូរស័ព្ទហ្នឹងអញ្ចឹងខ្ញុំប្រាប់វិធីនេះបងប្អូនវិធីនេះមួយមូលហេតុដែលធ្វើឲ្យទូរស័ព្ទយើងហេតុអីបាទសុកវាទៅដើរ slow វាវិលខ្ញាល់គឺមានមូលហេតុនេះដោយសារវាកម្មវិធីដែលបងប្អូនផ្ទុកនៅក្នុងទូរស័ព្ទបងប្អូនហ្នឹងណាអញ្ចឹងកម្មវិធីទាំងអស់វាត្រូវការអាប់ដេតបាទអញ្ចឹងបើសិនជាដល់ពេលវេលាដែលវាត្រូវអាប់ដេតអញ្ចឹងវាអាប់ដេតខ្លួនវានៅពេលដែលវាកំពុងតែអូតូអាប់ដេតដល់ខ្លួនឯងអញ្ចឹងនៅពេលបងប្អូនចុចកម្មវិធីអីផ្សេងគឺវាបានន័យថាវាប្រតិបត្តិគ្នាអញ្ចឹងអ៊ីនធឺណិតរបស់បងប្អូនត្រូវការឬក៏កម្លាំងម៉ាស៊ីនបងប្អូននឹងត្រូវការធ្វើការច្រើនមុខងារអញ្ចឹងវាកំពុងអាប់ដេតផងបងប្អូនកំពុងតែចុចនៅក្នុង app ណាមួយវាកំពុងដំណើរការផងអញ្ចឹងវាត្រូវការរៀន slow អញ្ចឹងហើយបងប្អូនមើលនេះដើម្បីកុំឲ្យវា slow ថ្ងៃក្រោយកុំឲ្យវាដូចថាបងប្អូនមានការធុញពេលមានមូលហេតុរបស់វាបងប្អូនណាចឹងហើយបានវាដើរយឺតពេលខ្លះវាដើរលឿនធម្មតាពេលខ្លះវាដើរយឺតមែនតើឆ្ងល់ហើយបើកអីក៏អត់ទៅដែរនៅវិលខ្ញាល់ចឹងត្រូវការរៀន slow ចឹងហើយបងប្អូនមើលនេះដើម្បីកុំឲ្យវា slow ថ្ងៃក្រោយកុំឲ្យវាដូចថាបងប្អូនមានការធុញថប់ដើម្បីកុំឲ្យវា slow ទៀតណាចឹងបងប្អូនមើលមកខាងនេះដំបូងបងប្អូនគ្រាន់តែទៅរកខាង Play Store មកបងប្អូនចុច Play Store ណាអូខេនៅបើសិនជាបងប្អូនប្រើកម្មវិធី Android អញ្ចឹងបងប្អូនចុចលើ Play Store មកបើបងប្អូនប្រើកម្មវិធីពួក iPhone បងប្អូនចូល App Store ចូល App Play Store ហើយបងប្អូនចុចលើនេះពាក្យរូបខាងលើណារូបខាងលើដែលជា profile របស់យើងដែលជា account របស់យើងដែលយើងប្រើ Play Store ហ្នឹងចុចលើវាមកឬមកបងប្អូនរំកិលវាទៅក្រោមណាបាទរំកិលវាមកក្រោមមកបងប្អូននឹងឃើញពាក្យនេះខាងលើគេមានពាក្យដាក់ថា manage app and device ចឹងបងប្អូនចុចលើវាមកបាទដល់ត្រង់នេះបងប្អូនមើលពាក្យទី2បាទបងប្អូនមើលទី2ខាងលើបាទឥឡូវខ្ញុំប្រាប់ខាងលើទៅចុះបងប្អូនខាងលើនេះគេដាក់ថា harmful app found protect scan អញ្ចឹងបានន័យថាកម្មវិធីរបស់ទូរស័ព្ទហ្នឹងវាមានកម្មវិធី scan មើលបញ្ហាណាមួយដែលអាចកើតមានអញ្ចឹងវា scan ឲ្យយើងដឹងតើវាមាន app ណាមួយដែលមានបញ្ហាប៉ះពាល់ដល់ទូរស័ព្ទយើងអញ្ចឹងវា scan ឲ្យយើងដឹងហ្នឹងម្យ៉ាងដែរបងប្អូនអញ្ចឹងការដែលយើងត្រូវធ្វើពីនេះគឺចំណុចទី2នេះគឺ update available អញ្ចឹងចំណុចទី2នេះហើយបងប្អូនឃើញមកនេះ14បាទនៅក្នុងទូរស័ព្ទខ្ញុំចំនួន14 app ដែលត្រូវការ update អញ្ចឹង14 app ហ្នឹងនៅពេលដែលយើងចាប់ផ្ដើមបើកអ៊ីនធឺណិតអញ្ចឹងដល់ពេលវេលាកំណត់របស់វាណាដល់ពេលវេលាកំណត់របស់វាគឺវាចាប់ផ្ដើម update ខ្លួនវាហើយដោយសារអីដោយសារនៅក្នុងនេះយើងអាចកំណត់វាបានកំណត់ទី1កំណត់ឲ្យវា update ខ្លួនឯងទី2update នៅពេលដែលយើងចុច update អញ្ចឹងបងប្អូនមានវិធីកំណត់ពីរអញ្ចឹងឥឡូវយើងចូលទៅ update វាសិនមើលបាទចុចមើលវាមានអីខ្លះនៅក្នុងចំណោម14នេះបងប្អូនណាកម្មវិធីដែលត្រូវ update នេះអញ្ចឹងវាដាក់អក្សរ update មកបាទធ្វើបច្ចុប្បន្នភាពអញ្ចឹងត្រូវ update ទាំងអស់ហ្នឹង14ហ្នឹងអាហ្នឹងទាំងអស់នេះដែលជាមូលហេតុដែលធ្វើឲ្យទូរស័ព្ទយើងដើរយឺតនៅពេលដែលវាកំពុងដំណើរការ update ដែលយើងភ្ជាប់អ៊ីនធឺណិតឬ Wi-Fi ឬយើងបើកអ៊ីនធឺណិតរបស់យើងបងប្អូនអញ្ចឹងទៅទាំងឡើយហ្នឹងអញ្ចឹងវាត្រូវការ update អញ្ចឹងវាកំពុងតែដើរកម្មវិធីហើយអញ្ចឹងក្នុងពេលនេះបងប្អូនចុចវាមកចុចខាងលើគេទាំងអស់ក៏បានដែរបងប្អូនដាក់ update all មកអញ្ចឹងក៏បានដែរហើយមិញខ្ញុំត្រឡប់មកក្រោយបន្តិចមិញខ្ញុំប្រាប់បងប្អូនថាទុកឲ្យវា update ខ្លួនវាឬក៏យើងអ្នកត្រូវការ update វាអញ្ចឹងបើសិនជាបងប្អូន update រហូតបងប្អូន check វាដើម្បីត្រួតមើលថាណាត្រូវការ update ហើយបងប្អូនធ្វើរបៀបនេះមក update all ហ្នឹងមក update ទាំងអស់អត់អីទេបងប្អូនធ្វើជាទៀងទាត់អត់អីទេហ្នឹងបាន auto update ក៏មិនអីមិនប៉ះពាល់ដែរប៉ុន្តែវិធីមួយទៀតកាយលោកបងប្អូនភ្លេចខ្ញុំមកឥឡូវបងប្អូនថាឥឡូវចូលទៅកម្មវិធីមួយអូមកខាងលើគេ content ចុចបងប្អូនចុចលើវាមកចុចលើ content ហើយបងប្អូនចុចមើលចុច3ខាងលើខាងស្ដាប់ដៃណាខាងលើចុច3ហ្នឹងចុចលើវាមកវានឹងមានពាក្យមួយខាងក្រោមគេហ្នឹងពាក្យបង្ហាញថា enable auto update បងប្អូនthíchវាលើហ្នឹងបានន័យថានៅពេលដែលវាត្រូវការ update វានឹង auto ខ្លួនឯង update ខ្លួនវាអាពេលហ្នឹងហើយដែលយើងថាយើងកំពុងតែចុចកម្មវិធីវា update ដែរដំណើរគ្នាអញ្ចឹងធ្វើឲ្យទូរស័ព្ទយើង slow ទូរស័ព្ទយើងរៀងកាំងបន្តិចហ្នឹងហើយជាបញ្ហាបងប្អូនអញ្ចឹងបើសិនជាកុំឲ្យមានបញ្ហាកើតឡើងបងប្អូនចុចនេះមកចុចដោះវាមកបាទដោះសញ្ញា tick នេះដោះសញ្ញា tick ចឹងមកបងប្អូនដោះសញ្ញា tick ចឹងមកវាឡើង update ខ្លួនវាឡើង auto update ដែរអញ្ចឹងតើថ្ងៃក្រោយវាត្រូវការ update គាត់ទៅវាបង្ហាញយើងថាត្រូវ update ប៉ុន្តែវាអត់ update ខ្លួនវាទេតើយើងចូលមកកម្មវិធី Play Store ចឹងទៅឬ App Store ចឹងមកហើយយើងចុចតាមដំណាក់កាលដែលខ្ញុំបង្ហាញចឹងមកហើយបងប្អូន update all មកវា update ខ្លួនវាហើយបាទអញ្ចឹងជិះត្រឡប់ទៅវិញបាទអញ្ចឹងពេលនេះទូរស័ព្ទរបស់យើងមាន app ចំនួន14ដែលការ update ទាំងអស់អញ្ចឹងយើងចុច update all មកខាងលើគេបាទអញ្ចឹងគេឲ្យសួរយើង update
auto update ទាំងអស់វាមាន6ដែលយើងបិទ disable ដែលយើងអត់ឲ្យវាដំណើរការបងប្អូនអញ្ចឹងតែយើង skip វាអត់បើយើង skip វាអា6ហ្នឹងយើងអត់ update ទេអញ្ចឹងបើយើងយកយ៉ាយើងទៅកែតម្រូវវាអញ្ចឹងយក skip មកបងប្អូនយក skip មកហើយយក OK មកបាទអូខេទៅចុងក្រោយ6អំបញ្ញមិញខ្ញុំ skip បាទហើយអំបញ្ញមិញខ្ញុំបាន skip 6កម្មវិធីអញ្ចឹង6កម្មវិធីហ្នឹងវាអត់បានដើរទេបងប្អូនហើយឥឡូវបងប្អូនក៏បានចុចរួចហើយបងប្អូនរកចាំឲ្យវា update តលអស់ទៅចាំបងប្អូនត្រឡប់ទៅក្រោយវិញចាំយើងបិទកម្មវិធីហើយចាំយើងប្រើទូរស័ព្ទយើងធម្មតាបាទអញ្ចឹងកិច្ចការយើងប៉ុណ្ណឹងអស់ហើយបងប្អូនតែមានអីទេបាទហើយបើមានឆ្ងល់មានអីខ្វះទស្សនៈអីបងប្អូនជួយចុច subscribe ក្រោមមកបាទខ្ញុំនឹងឆ្លើយតបជូនបាទអរគុណ